ផ្ទះគឺជាអ្វីផ្ទះកាន់តែសាមញ្ញវាកាន់តែរីករាយផ្ទះដែលត្រូវការមិនមែនទំហំប៉ុន្តែជាភាពកក់ក្ដៅផ្ទះដែលត្រូវការមិនមែនភាពស្រស់ស្អាតប៉ុន្តែគឺជាសេចក្តីស្រឡាញ់ផ្ទះដែលត្រូវការមិនមែនភាពសម្បូរបែបប៉ុន្តែគឺជាភាពចុះសម្រុងគ្នាអ្វីដែលសំខាន់បំផុតក្នុងផ្ទះគឺមិនមែនជាជីវិតហឺហានោះទេប៉ុន្តែជាគ្រួសារដែលស្មោះត្រង់ផ្ទះជាកន្លែងដែលយើងរីកធំធាត់ផ្ទះជាសម្បុកសម្រាប់ដ៏កក់ក្ដៅមានផ្ទះទើបយើងសុខស្រួលមានសមាជិកគ្រួសារទើបយើងមានសុភមង្គលផ្ទះសាមញ្ញបំផុតមួយថ្ងៃអាហារ3ពេលសមាជិកគ្រួសារនៅមួយឆ្នាំ2រដូវមនុស្សមានសេចក្តីសុខផ្ទះគឺសាមញ្ញណាស់ជីវិតសាមញ្ញរស់នៅប្រចាំថ្ងៃមានភាពសុខដុមមួយជីវិតផ្ទះមិនមែនជាទីលានប្រយុទ្ធមិនត្រូវការឆ្លោះវាយបែកក្បាលហូរឈាមផ្ទះមិនមែនជាកាស៊ីណូលបែងស៊ីសងមិនចាំបាច់វែកញែកអ្នកឈ្នះចាញ់ផ្ទះគឺជាកំពង់ផែនៃសេចក្តីស្រឡាញ់ផ្ទះគឺមានសេចក្តីស្រឡាញ់ផ្ទះគឺជាទីពឹងផ្អែករបស់ជីវិតយើងមនុស្សមានផ្ទះទើបមិនរសាត់អណ្ដែតមានអ្នកផ្ទះកំដរទើបមិនឯកាផ្ទះគឺជាកំពង់ផែដ៏កក់ក្ដៅទោះបីជាអ្នកនៅទីណាក៏ដោយគឺចាំអ្នកត្រឡប់មកវិញដោយមិនផ្លាស់ប្ដូរ